សួស្តីអ្នកគ្នាចាំមកវិញអ្នកគ្នាជាមួយនឹងខ្ញុំបាទពីណា KV Sol ហើយមុននឹងអ្នកគ្នាបានទស្សនាការប្រកួតរវាងអាសង់ទីនប៉ះជាមួយនឹង Switzerland នោះអ្នកគ្នាហើយសម្រាប់ខ្ញុំ fan Messi ម្នាក់ដែរអ្នកគ្នាចឹងហើយមានការភើទពោះយ៉ាងខ្លាំងអ្នកគ្នាដោយសារតែអាសង់ទីនធ្វើស៊ី fan ចឹងអ្នកគ្នាដោយអ្នកគ្នាដឹងហើយការប្រកួតលទ្ធផល1-1អ្នកគ្នាប៉ុន្តែថែម15នាទី2ដងហ្នឹងអាសង់ទីនស៊ី2ថែមទៀតអ្នកគ្នាចឹងលទ្ធផល3-1អ្នកគ្នាជាមួយនឹងអាសង់ទីន3ហើយ Switzerland 1ប៉ុន្តែនិយាយពីថាតង់ទី1តង់ទី2ភើទពោះមែនទេអ្នកគ្នាដោយសារតែលទ្ធផលត្រឹមតែ1ស្មើទេហើយ C2 គ្រាប់ទៀតគឺ C នៅនាទីថែមមកអ្នកគ្នាថែម15នាទី2ដងហើយបើនិយាយពីការលេងបាល់វិញអ្នកគ្នាខ្ញុំមិនមែនជាអ្នកលេងទេប៉ុន្តែបើសិនជាបងអូនដែលអ្នកលេងវាយអាសង់ទីនអីហ្នឹងគឺដាច់ហើយអំបិលហើយដោយសារតែចាប់តង់គឺ1ស្មើហើយថែម15នាទី2ដងហ្នឹងគេអត់គិតទេចឹងហើយគឺអំបិលហើយចឹងបើសិនជាបងអូនដែលគាត់ជាអ្នកលេងអញ្ចឹងណាជួបរួមសោកស្ដាយហងហើយក៏ខកចិត្តជំនួសពួកគាត់ដែរដោយសារតែវាយអត់ត្រូវទេគឺវាយខុសហើយដោយសារតែ1ស្មើនៅនាទីចាប់តង់ហើយ2គ្រាប់ទៀតគឺនៅនាទីថែមម៉ោងទេចឹងហើយជួបរួមសោកស្ដាយហើយក៏ជួបរួមអបអរដល់ក្រុមអាសង់ទីនដូចគ្នាដែលឡើងទៅវគ្គបន្ទាប់ទៀតហើយជួបរួមសោកស្ដាយដល់ក្រុម Switzerland ដូចគ្នាអ្នកគ្នាហ្នឹងហើយសម្រាប់ការប្រកួតក្រោយនេះអ្នកគ្នាច្បាស់ជាល្អមើលដោយសារតែសល់តែប្រហែលក្រុមទៀតទេដោយអ្នកគ្នាដឹងហើយដូចជាមួយថ្ងៃឬ2ថ្ងៃទៀតអេស្ប៉ាញប៉ះជាមួយនឹងបារាំងអញ្ចឹងយើងចាំទស្សនាឡាមីនយ៉ាម៉ាល់ប៉ះជាមួយនឹងអឹមបាប៉េអ្នកគ្នាជាមួយលទ្ធផលទៅជាយ៉ាងណាហើយសម្រាប់ខ្ញុំ fan យ៉ាម៉ាល់ដែរអ្នកគ្នាដោយសារតែខ្ញុំ fan Messi ក៏ដូចជា fan Barcelona ចឹងហើយសម្រាប់នៅក្រុម Barcelona យ៉ាម៉ាល់ក៏ខ្ញុំចូលចិត្តមើលដែរអ្នកគ្នាការប្រកួតរបស់យ៉ាម៉ាល់រៀងល្អមើលដែរអ្នកគ្នាអញ្ចឹងខ្ញុំនឹងទស្សនាដែរអ្នកគ្នាហើយ fan យ៉ាម៉ាល់ម្នាក់ដែរហើយសម្រាប់វីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងឯងអ្នកគ្នាសង្ឃឹមអ្នកគ្នាជួយគាំទ្រក៏ដូចជា like follow ក៏ដូចជា subscribe channel ម្នាក់មួយផងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ